ឯកឧត្តមនេតភត្រាអញ្ជើញទទួលអំណោយជាសម្ភារៈនិងគ្រឿងឧបភោគបរិភោគពីអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញទទួលអំណោយជាសម្ភារៈនិងគ្រឿងឧបភោគបរិភោគពីអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដែលរួមមានអង្ករចំនួន6តោនទឹកបរិសុទ្ធ100កេសបបរសណ្តែកកំប៉ុង50កេសក្រមាចំនួន500ក្រមាមីអូម៉ាឈីចំនួន30កេសនំ UN ចំនួន3កេសដើម្បីយកទៅចែកជូនវីរៈកងទ័ពជួរមុខនិងប្រជាពលរដ្ឋភៀសសឹកដែលកំពុងរស់នៅក្នុងតំបន់សុវត្ថិភាពនារសៀលថ្ងៃទី30ខែធ្នូឆ្នាំ2025នេះនៅទីស្តីការក្រសួងព័ត៌មានឆ្លៀតក្នុងឱកាសនេះឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថាអំណោយសប្បុរសធម៌ទាំងនេះក្រសួងព័ត៌មាននឹងរៀបចំដឹកជញ្ជូនទៅកាន់ខេត្តគោលដៅចំនួន5រួមមានខេត្តពោធិ៍សាត់ខេត្តបន្ទាយមានជ័យខេត្តព្រះវិហារខេត្តឧត្តរមានជ័យនិងខេត្តសៀមរាបឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដែលតែងតែគិតគូរនិងចូលរួមយ៉ាងសកម្មទាំងការផ្សព្វផ្សាយព័ត៌មានទាំងការចូលរួមលើការងារសប្បុរសធម៌ដើម្បីរួមគ្នាគាំទ្រនិងលើកទឹកចិត្តដល់វីរៈកងទ័ពនៅសមរភូមិមុខនិងបងប្អូនជនភៀសសឹកស្មារតីខ្មែរតែមួយខ្មែរសាមគ្គីខ្មែរជួយខ្មែរក្នុងឱកាសនោះដែរលោកជំទាវឈឹមពៅសុកាន់ឌីអគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបានមានប្រសាសន៍ថាការផ្ដល់សម្ភារៈនិងគ្រឿងឧបភោគបរិភោគនាពេលនេះក្នុងគោលបំណងបង្ហាញនូវស្មារតីខ្មែរជួយខ្មែរនិងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលជាពិសេសក្រសួងព័ត៌មានដើម្បីយកទៅបែងចែកជូនវីរៈកងទ័ពនិងជនភៀសសឹក